តារាងក្រុមហ៊ុន Akasio ដែលល្អបំផុតទូទាំងពិភពលោក2025បានចេញមកបងប្អូនអញ្ចឹងខ្ញុំនឹងរៀបរាប់ពីចំណាត់ថ្នាក់លេខ10ហើយនឹងបងប្អូនទាញមើលតើថាក្រុមហ៊ុនណាដែលជាប់ចំណាត់ថ្នាក់លេខ1អញ្ចឹងក្រុមហ៊ុនដែលជាប់ចំណាត់ថ្នាក់លេខ10គឺបានទៅក្រុមហ៊ុន Hainan Airlines នេះគឺជាក្រុមហ៊ុនតែមួយគត់នៅប្រទេសចិនដែលបានចូល Top 10នៅក្នុងឆ្នាំ2025នេះឆ្នាំ2024ក្រុមហ៊ុននេះជាប់ចំណាត់ថ្នាក់លេខ12ប៉ុន្តែឆ្នាំនេះគឺបង្វិលខ្លួនបានមកចំណាត់ថ្នាក់ទី10ក្រុមហ៊ុនដែលជាប់ចំណាត់ថ្នាក់លេខ9នៅក្នុងឆ្នាំ2025នេះគឺបានទៅលើ Japan Airlines Japan Airlines ឆ្នាំនេះធ្វើអត់សូវបានល្អធ្លាក់ពីលេខ6ឆ្នាំមុនមកដល់លេខ9ឆ្នាំនេះខ្ញុំធ្លាប់ជិះ Japan Airlines បាន2ដងដែរ clean ល្អស្អាតប៉ុន្តែម្ហូបអត់សូវប្រមាណទេចំណាត់ថ្នាក់លេខ8គឺបានទៅលើ Air France គឺជាក្រុមហ៊ុន Akasio របស់ប្រាំងឆ្នាំមុនជាប់លេខ9ឆ្នាំនេះល្អបានមកដល់លេខ8បន្ទាប់មកលេខ7គឺបានទៅលើ Korean Air ឆ្នាំមុនគឺលេខ11គឺ out of top 10ហើយប៉ុន្តែឆ្នាំនេះគឺគេ improve បានល្អគឺធ្លាក់មកដល់លេខ6ល្អមែនតើបងប្អូនខ្មែរមួយចំនួនធំគឺធ្លាប់ជិះឲ្យ Korean Air ដឹងពីសេវាកម្មស្ដាយខ្ញុំអត់ដែរបានជិះទេខ្ញុំនឹងព្យាយាមស្វែងរកឱកាសជិះ Korean Air ឲ្យបានលេខ6បានទៅលើ Turkish Airlines អញ្ចឹង Turkish Airlines លេខ7ឆ្នាំមុនឆ្នាំនេះគឺបានមកថ្នាក់ទៀតបានមកដល់លេខ6អញ្ចឹងបងប្អូនដឹងទេថា Turkish Airlines គឺនឹងហោះមកខ្មែរនៅចុងឆ្នាំ2025នេះអញ្ចឹងបើសិនជាបងប្អូនចង់ជិះ Turkish Airlines គឺឱកាសល្អហើយបានជិះក្រុមហ៊ុន Top 10 នៅលើពិភពលោកតែម្ដងអញ្ចឹងលេខ5គឺបានទៅលើក្រុមហ៊ុនជប៉ុនមួយទៀតគឺ ANA គឺជាក្រុមហ៊ុនដែលតែងតែជាប់ចំណាត់ថ្នាក់ល្អទាំង10ទូទាំងពិភពលោកហើយតែងតែម្ដងឆ្នាំមុនលេខ4តែឆ្នាំនេះធ្លាក់មកលេខ5តែអត់បញ្ហាទេខុសតែបន្តិចទេនៅតែល្អអញ្ចឹងខ្ញុំធ្លាប់បានហោះជាមួយ ANA បានម្ដងដែរ787ចេញពី Haneda ទៅ Hiroshima កាលឆ្នាំ2024លេខ4គឺបានទៅលើក្រុមហ៊ុន Akasio Emirates ចឹង Emirates កាលពីឆ្នាំ2024ជាប់លេខ3ប៉ុន្តែឆ្នាំ2025នេះគឺធ្លាក់មកលេខ4ខុសមួយលេខដូចគ្នាដែរអញ្ចឹងហើយនៅតែល្អអញ្ចឹងតែគាត់ថាមានក្រុមហ៊ុនផ្សេងគាត់បញ្ចេញឲ្យយកតំណែងលេខ3បាត់ហើយអញ្ចឹងលេខ4គឺ Emirates ហ្នឹង Emirates ខ្ញុំបានជិះបានថាជា5ជើងហើយជាមួយនឹង Boeing 777ហើយនឹង Airbus 328ឆ្លាញ់មែនតើឆ្លាញ់ជាងគេគឺប្រភេទយន្តហោះ Airbus A328 ហ្នឹងតែម្ដងគឺអស្ចារ្យមែនតើអញ្ចឹងមុននឹងទៅចំណាត់ថ្នាក់លេខ3លេខ2និងលេខ1សូមផ្សាយពាណិជ្ជកម្មបន្តិចបើសិនជាបងប្អូនចង់បានកូនយន្តហោះសម្រាប់ដាក់តាំង top 10 ហ្នឹងឬក៏ mode ផ្សេងទៀតបងប្អូនអាចតាក់ទងមក page យន្តហោះបានគឺយើងមាន mode ឈុំប្រភេទមែនតើជាពិសេស top 10ដែលខ្ញុំកំពុងតែនិយាយហ្នឹងតោះអញ្ចឹងតទៅ3ចុងក្រោយចំណាត់ថ្នាក់លេខ3ដែលវ៉ាដាច់ជាមួយ Emirates គឺ Cathay Pacific របស់ហុងកុងឆ្នាំមុនលេខ5ទេប៉ុន្តែឆ្នាំនេះគឺវ៉ា ANA វ៉ាEmirates ដាច់តែម្ដងអញ្ចឹង Cathay Pacific គឺជាក្រុមហ៊ុនលំដាប់នៅអាស៊ីហើយតែងតែព្យាយាមយកតំណែង Top 10 ហ្នឹងឆ្នាំមុនក៏បានឆ្នាំនេះក៏បានហើយឆ្នាំនេះរត់តែល្អទៀតខ្ញុំធ្លាប់ជិះ Cathay Pacific បាន2ជើង A321 Neo ហើយនិង Airbus 350ចំពោះ A321 Neo គឺលយមែនតើមាន screen រហូតដល់ 4K ខ្ញុំឆ្លាញ់ A321 Neo របស់ Cathay Pacific មែនតើចំណាត់ថ្នាក់លេខ2នៅក្នុងឆ្នាំ2025ហ្នឹងគឺ Singapore Airlines អញ្ចឹង Singapore Airlines ឆ្នាំមុនក៏លេខ2ឆ្នាំនេះក៏លេខ2ទៀតប៉ុន្តែធ្លាប់ជាប់លេខ1ចំពោះ Singapore Airlines Singapore Airlines ខ្ញុំជិះបានច្រើនយន្តហោះមែនតើខ្ញុំឆ្លាញ់សេវាកម្មរបស់ Singapore Airlines ជាពិសេសសមាជិករបស់ Singapore Airlines នេះគឺអាចលេង Wi-Fi free តែម្ដងបើហោះ10ម៉ោងគឺបាន Wi-Fi ទាំង10ម៉ោងហោះ8ម៉ោងគឺបានទាំង8ម៉ោងចំណុចមួយដែលខ្ញុំឆ្លាញ់ Singapore ជាងគេចំពោះយន្តហោះគឺសេវាកម្មខ្ញុំប្រើពាក្យមួយគេហៅ consistent គឺសេវាកម្មគឺដូចគ្នាសូម្បីយើងជិះពួក737 Max យើងជិះ787យើងជិះ350យើងជិះ777គឺសេវាកម្មគឺប្រហែលគ្នាមែនតើមិនមែនថាជាយន្តហោះធំហើយមកជាយន្តហោះខ្នាតកតាមកអត់មានសេវាកម្មនេះអត់មានសេវាកម្មនោះហើយគឺសិង្ហបុរីចំណុចនឹងមួយគឺខ្ញុំស្រឡាញ់ជាងគេតើតើមួយ consistency តើតើជាមួយនឹង free wifi ហើយយន្តហោះក៏ស្អាតដែរហើយយើងអាចពេលខ្លះយើងអាចរើសវត្តតែមានតម្លៃធូរផងដែរជាពិសេសបងប្អូនអាសាជិះទៅជប៉ុនទៅហុងកុងទៅអីហ្នឹងគឺយើងអាចគិតតាម Singapore Airlines គឺជាក្រុមហ៊ុនមួយដែល
មានអីគាត់បាខ្ញុំឆ្លាញ់ដូចខ្ញុំបញ្ជាក់ពីដើមអញ្ចឹងលេខ1ដែលជាក្រុមហ៊ុន Casio ល្អជាងគេបំផុតទូទាំងពិភពលោកក្នុងឆ្នាំ2025នេះគឺបានទៅលើ Qatar Airways អញ្ចឹង Qatar Airways ហ្នឹងគឺគាត់បានលេខ1ទាំងឆ្នាំមុនទាំងឆ្នាំនេះតាមពិតទៅគាត់បានដូចជា9ដងហើយចំពោះចំណាត់ថ្នាក់លេខ1ល្អជាងគេទូទាំងពិភពលោកហ្នឹងទាំងសេវាកម្មរបស់គាត់ទាំងយន្តហោះរបស់គាត់ស្អាតទាំងអីផ្សេងទៀតដូចជា screen ដូចជាអីហ្នឹងគឺធ្វើឲ្យអតិថិជនគាត់ពេញចិត្តចំពោះសេវាកម្មរបស់ Qatar Airways ខ្ញុំធ្លាប់ជិះ Qatar Airways ហ្នឹងគឺបានរហូតដល់4ដងជាមួយនឹង Boeing 777 2ដងជាមួយនឹង A320 ម្ដងនិង Airbus A350 ដែលជាយន្តហោះប្រភេទថ្មីចុងក្រោយម្ដងដែរអញ្ចឹងដូចក្នុងវីដេអូនេះអញ្ចឹងនេះគឺជាក្រុមហ៊ុនល្អទាំង10ទូទាំងពិភពលោកហើយអ្វីដែលរឹតតែពិសេសគឺថាខ្ញុំមានយន្តហោះគំរូទាំង10ប្រភេទហ្នឹងមាននៅក្នុង stock ទាំងអស់បើសិនជាបងប្អូនចង់បានប្រភេទយន្តហោះណាមួយចង់យកទៅដាក់តាំងលើតុកាយាឡ័យឬក៏ដាក់តាមគេឋានឬក៏ជាកាដូសម្រាប់បងប្អូនឬក៏មនុស្សជាទីស្រឡាញ់អីអាចតាក់ទងមក page យន្តហោះបានអីវ៉ាន់របស់យើងគឺមាននៅក្នុង stock ស្រាប់អញ្ចឹងអរគុណបងប្អូនទាំងអស់គ្នាដែលបានទស្សនាពីដើមដល់ចប់ជួបគ្នានៅវីដេអូក្រោយទៀត